Rương nẹ ta đầm bong cửa nhung vẹt tí pram bầy song krim đầm bong cửa nhung chó con trạ bọ pin prey cửa nhung pun lư cửa hòm pi đầm bong chẳng pi bạc nia rồi hốt đam chơ đầm chui sành chó căn đầm bongอย่างchuộtขณะบรออาขมៅสำลังមកគាត់ដោយភ្នែកត្រជាក់អារៈព្រៃក្រញូងសោចពីលើមេឃប្រយុទ្ធទៅឲ្យយើងឃើញថាអ្នកណាសមជាម្ចាស់អំណាចពិតភ្លាមនោះបរោះអាវខ្មៅវាយដំបងមកលើដីផាំងដីបែកចេញហើយស្រមោលខ្មៅរាប់សិបលិចឡើងពីក្រោមដីពួកវារត់មករកសែនដោយសំឡេងស្រែកគួរឲ្យខ្លាចសែនគប់ដំបងទៅមុខភ្លាមប្រាវពន្លឺក្រហមផ្ទុះចេញដូចរន្ទះបោកស្រមោលខ្មៅរលាយបាត់ប៉ុន្តែបរោះអាវខ្មៅបានលោតមកដល់មុខសែនរួចហើយផាំងដំបងទាំងពីរប៉ះគ្នាខ្លាំងរហូតខ្យល់ផ្ទុះជុំវិញសែនថយក្រោយពី3ជំហានដៃគាត់ចាប់ដើមឈឺចាប់ដោយអំណាចក្នុងដំបងកំពុងឆេះខ្លួនបរោះអាវខ្មៅញញឹមអ្នកនៅក្រោយខ្សោយពេកគាត់លើកដំបងឡើងហើយពន្លឺខ្មៅចាប់ផ្ដើមគ្របពេញព្រៃសែនឃើញស្រមោលមនុស្សជាច្រើនលេចឡើងជុំវិញខ្លួនពួកវាជាវិញ្ញាណអ្នកកាន់ដំបងពីអតីតកាលមនុស្សខ្លះស្រែកយំមនុស្សខ្លះឈួតខ្លះទៀតសម្លាប់គ្នាដោយសារអំណាចនេះសំឡេងអ្នកតាដំបងក្រញូងលាន់ក្នុងក្បាលសែនកុំឲ្យអំណាចគ្រប់គ្រងចិត្តអ្នកកុំឲ្យអំណាចគ្រប់គ្រងចិត្តអ្នកអីសែនបិទភ្នែកហើយដកដង្ហើមវែងពេលគាត់បើកភ្នែកវិញពន្លឺក្នុងដំបងប្រែជាសបរោះអាវខ្មៅភ្ញាក់អើលអ្នកអាចបន្សុទ្ធអំណាចបានសែនស្រែកឡើងហើយវាយដំបងទៅមុខប្រាវពន្លឺបោកបរោះអាវខ្មៅខ្ទាតទៅបុកដើមឈើធំដំបងក្នុងដៃគាត់ចាប់ដើមប្រេះអារៈព្រៃក្រញូងស្រែកខឹងអត់បានទេមេឃចាប់ផ្ដើមបែកដូចមានអ្វីមួយធំកំពុងចុះមកពីលើពពកក្រហមមានភ្នែកដ៏ធំមួយបើកឡើងវាដូចភ្នំនិងពន្លឺភ្លឺក្រហមដូចឈាមអ្នកទាំងពីរស្ងៀមមួយសន្ទុះសូម្បីអារៈព្រៃក្រញូងក៏ថយក្រោយបន្តិចដែរសំឡេងធ្ងន់មួយលាន់ពេញមេឃអ្នកណាហ៊ានបំផ្លាញអំណាចរបស់យើងបរោះអាវខ្មៅលុតជង្គង់ភ្លាមស្ដេចអារៈក្រញូងសែនត្រជាក់ឆ្អឹងគាត់ទើបដឹងថាអារៈព្រៃក្រញូងគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះភ្នែកយក្សមើលលើមេឃសម្លឹងមកសែនមនុស្សហេតុអ្វីអ្នកប្រឆាំងអំណាចដែលអាចធ្វើឲ្យអ្នកក្លាយជាព្រះសែនកាន់ដំបងជាប់ព្រោះអំណាចនេះនាំតែសេចក្តីវិនាសដល់យើងមេឃក៏ក្រាកដោយសំឡេងសើចរបស់ស្ដេចអារៈបើដូច្នេះយើងនឹងបំផ្លាញអ្នកជាមួយទឹកដីនេះទាំងមូលភ្លាមនោះពពកខ្មៅធំមួយធ្លាក់ចុះពីលើមេឃដើមឈើរាប់សិបដើមដួលរលំដីញ័រខ្លាំងរំជួយដីសែនស្ទើរឈរមិនជាប់ភ្លាមនោះវិញ្ញាណអ្នកតាដំបងក្រញូងលេចឡើងម្ដងទៀតគាត់សម្លឹងមកសែនហើយនិយាយមានតែវិធីមួយទេអ្នកត្រូវបិទអំណាចដំបងទាំងអស់ជារៀងរហូតសែនសួរធ្វើដូចម្ដេចអ្នកតាស្ងៀមមួយភ្លែតមុនឆ្លើយអ្នកត្រូវលះបង់ខ្លួនឯងសែនឈរស្ងៀមខាងលើមេឃកំពុងបែកកាន់តែធំស្ដេចអារៈក្រញូងកំពុងចុះមកកាន់ពិភពមនុស្សហើយសែនត្រូវជ្រើសរើសជាថ្មីម្ដងទៀតថាត្រូវបន្តឬក៏ត្រូវទៅមុខ